នៅក្នុងរូងភ្នំដ៏ជ្រៅមួយមានមេខ្លាខិនមួយក្បាលកំពុងបំបើកូនស្របពេលនោះដែរស្រីម្នាក់ឈ្មោះស៊ីវលីនដែលកំពុងឡើងភ្នំកាប់អុសក៏ស្រាប់តែជើងធ្លាក់ចូលទៅក្នុងរូងភ្នំនោះតែម្ដងមេខ្លាខិនបានក្រោកឈរហើយដើរសម្ដៅមករកនាងស៊ីវលីនភ័យខ្លាចដល់ថ្នាក់ញ័រពេញប្រាណនាងបានត្រឹមតែបិទភ្នែកបួងសួងប៉ុន្តែមេខ្លានោះមិនបានធ្វើបាបនាងទេវាបែរជាខំជើងខោរបស់នាងហើយអូសនាងចូលទៅក្នុងរូងភ្នំកាន់តែជ្រៅទៅវិញពេលទៅដល់ខាងក្នុងបំផុតស៊ីវលីនស្រឡាំងកាំងជាខ្លាំងនៅទីនោះមានទារកម្នាក់ដែលកំពុងតែរងាឡើងស្វ័យមុខស្វ័យមាត់សាច់ដុំទន់ល្វើយសូម្បីតែកម្លាំងយំក៏មិនមានដែរស៊ីវលីនភ័យផងអាណិតផងនាងគិតក្នុងចិត្តថាបើស្លាប់មិនខានទេមុខជាត្រូវខ្លាស៊ីទាំងនាងទាំងក្មេងហើយប៉ុន្តែផ្ទុយទៅវិញមេខ្លាគ្រាន់តែអូសនាងមកចិត្តទារករួចវាក៏លែងមាត់ហើយសម្លឹងមើលក្មេងនោះដោយក្រសែភ្នែកទន់ភ្លន់បំផុតមេខ្លាដែលធ្លាប់តែសាហាវពេញព្រៃបែរជាមកយកខ្លួនប្រាណរបស់វាកក់ក្ដៅឲ្យទារកនោះស៊ីវលីនក៏ជាមនុស្សស្រីដែលមានវាសនាកំសត់ដែរនាងរៀបការជួបផ្ទះប្តី3ឆ្នាំហើយតែមិនទាន់មានកូនទើបត្រូវម្ដាយក្មេកជាស្ដីនិងអ្នកភូមិនិយាយដើមរាល់ថ្ងៃឃើញក្មេងគួរឲ្យអាណិតសភាពគិតជាម្ដាយក៏ពុកកញ្ជ្រោលឡើងនាងបានដោះអាវក្រៅរបស់នាងមករុំទារកនោះរួចប្រាប់ទៅមេខ្លាថាបងខ្លាអើយកុំបារម្ភអីខ្ញុំនឹងយកក្មេងនេះទៅចិញ្ចឹមទោះខ្ញុំមានអីហូបតិចតួចក៏មិនឲ្យគេរងាឬអត់ឃ្លានដែរមេខ្លាដឹងភាសាមនុស្សវាបានយកក្បាលមកប៉ាដៃនាងធ្នមរួចដើរជូនផ្លូវនាងចេញពីរូងភ្នំរហូតដល់ផ្ទះគ្រាន់តែដល់មាត់ទ្វារផ្ទះភ្លាមម្ដាយក្មេកចិត្តអាក្រក់បានឃើញក៏ជេរប្រមាថនាងខ្លាំងថាមីមន់មិនចេះពងខ្លួនឯងកើតកូនមិនកើតបែរជាទៅរើកូនអនិថ័យណាមកចិញ្ចឹមថែមទាំងនាំទាំងខ្លាមកផ្ទះទៀតចង់ឲ្យវាស៊ីពួកយើងអស់មែនទេប្តីរបស់នាងក៏ខឹងសម្បាដែរគេបានកាន់ឈើមកដេញស៊ីវលីននិងក្មេងនោះចេញពីផ្ទះស៊ីវលីនយំអង្វរទាំងក្តុកក្តួលថានេះគឺជាជីវិតមនុស្សម្នាក់សូម្បីតែសត្វខ្លាក៏ចេះការពារក្មេងចុះទម្រាំយើងជាមនុស្សប៉ុន្តែម្ដាយក្មេកមិនស្ដាប់ទេគាត់បានស្ទុះទៅដណ្ដើមក្មេងពីដៃស៊ីវលីនហើយលើកឡើងខ្ពស់បំរុងនឹងបោកទៅដីភ្លាមនោះមេខ្លាក៏ក្រហមឡើងយ៉ាងខ្លាំងរហូតដល់រញ្ជួយផ្ទះរួចវាក៏ស្ទុះទៅខំទារកនោះធ្នមរត់ចូលទៅក្នុងព្រៃបាត់ទៅចាប់ពីថ្ងៃនោះមកស៊ីវលីនតែងតែដាំបរនិងយកស្បៀងអាហារឡើងភ្នំតាមរកូននិងមេខ្លានោះរាល់ថ្ងៃមិនថាភ្លៀងឬខ្យល់អ្នកភូមិសើចចំអកថានាងឈួតដោយសារខ្លានិងក្មេងអានេះថា5ខែកន្លងផុតទៅស៊ីវលីននៅតែមិនបោះបង់ថ្ងៃមួយនាងកំពុងដើរលើភ្នំក៏ស្រាប់តែសម្លេងសម្រែកជួយផងនិងសម្លេងសត្វសាហាវនាងរត់ទៅមើលក៏ឃើញម្ដាយក្មេករបស់នាងកំពុងត្រូវបានចោកមួយក្បាលខំជើងបំរុងនឹងអូសចូលព្រៃតាមពិតទៅម្ដាយក្មេកលួចឡើងភ្នំបេះផ្លែឈើយកទៅលក់ដើម្បីសន្សំលុយឲ្យកូនប្រុសការប្រពន្ធចុងតែបែរជាជួបគ្រោះថ្នាក់បែបនេះនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុតខណៈដែលដូនចាស់ត្រកូលលីវកំពុងប្រឈមមុខនឹងចោកដ៏សាហាវហើយមិនអាចរើខ្លួនរួចនោះស្រាប់តែមានស្រមោលខ្មៅមួយស្ទុះចេញមកយ៉ាងលឿននោះគឺជាកូមេខ្លាខិនមេខ្លាខិនបានខំត្រង់ក៏ចោកយ៉ាងពេញទំហឹងនិងបានសម្លាប់វាដើម្បីការពារម្ដាយក្មេងស៊ីវលីនប៉ុន្តែជំនួសឲ្យការដឹងគុណដូនចាស់បែរជាភ័យខ្លាចហើយថែមទាំងយកដុំថ្មគប់ទៅលើខ្លាខិននោះទៀតផងដោយស្រែកថាកុំមកចិត្តអញអាសាត្រីឆានមេខ្លាខិនមិនបានតបនឹងការធ្វើបាបរបស់ដូនចាស់ឡើយតែវាបែរជាដើរទៅក្បែរគុំស្មៅរួចពំទីរកម្នាក់ចេញមកនោះគឺជាចៅប្រុសរបស់ដូនចាស់ដែលបានបាត់ខ្លួនកាលពី5ខែមុនមេខ្លាខិនមិនត្រឹមតែមិនស៊ីក្មេងនោះទេថែមទាំងចិញ្ចឹមបីបាច់រហូតដល់ថត់ត្រលុកត្រលូនទៀតផងកាលបើឃើញចៅនៅរស់រានមានជីវិតដូនចាស់មានការអៀនខ្មាសនឹងទង្វើអាក្រក់របស់ខ្លួនជាខ្លាំងគាត់បានលុតជង្គង់យំសោកស្ដាយនៅអ្វីដែលគាត់បានធ្វើមិនល្អចំពោះកូនប្រសាស្រីស៊ីវលីននិងចំពោះសត្វខ្លាខិនដ៏មានគុណនេះគាត់ពោលថាអញពិតជាមិនមែនជាមនុស្សមែនសូម្បីសត្វត្រឆានក៏មានចិត្តមេត្តាតែអញបែរជាមានចិត្តអាក្រក់ជាងសត្វទៅទៀតរឿងរ៉ាវមិនទាន់ចប់ឡើយស្រាប់តែមានពួកអ្នកភូមិអាកឹបមួយក្រុមចង់សម្លាប់ខ្លាខិនយកស្បែកលក់និងចង់ចាប់ក្មេងទៅលក់បន្តគ្រួសារដូនចាស់បានរួមគ្នាចេញមកការពារខ្លាខិននោះវិញចាប់តាំងពីពេលនោះមកមេខ្លាខិននិងកូនរបស់វាបានក្លាយជាអ្នកការពារគ្រួសារដូនចាស់និងអ្នកភូមិសូម្បីតែពេលមានភ្លើងឆេះព្រៃក៏ខ្លាខិននេះដែរដែលជួយផ្ដល់ដំណឹងដល់អ្នកភូមិឲ្យរត់គេចខ្លួនទាន់ពេលវេលា